សួស្តីមិត្តភ័ក្តិបងប្អូនទាំងគ្នាការថតវីដេអូឃ្លីបលេងនេះគឺចង់និយាយពីរឿងប្រធានបទការធ្វើចំនួនម្ដងពីព្រោះថាយុវជនយើងសម័យឥឡូវហ្នឹងចូលចិត្តចាប់ផ្ដើមធ្វើចំនួនណាហើយក៏មានអ្នកខាតបង់ក៏មានហើយអ្នកជោគជ័យក៏មានប៉ុន្តែក្នុងចំណោមហ្នឹងអ្នកខាតបង់ដួលបរាជ័យហ្នឹងវាច្រើនជាងជោគជ័យទៅទៀតហើយក្នុងចំណោមហ្នឹងក៏មានខ្ញុំម្នាក់ដែរក៏ធ្លាប់ចាប់ផ្ដើមធ្វើដែរប៉ុន្តែគាត់ថាខ្ញុំមិនតន់ដួលទាំងស្រុងប៉ុន្តែខ្ញុំអាចស្វែងយល់បានច្រើនហើយក៏លើកថាហេតុអីបានវាដួលហេតុអីបានវាឈានទៅរកភាព success ហ្នឹងណាថ្ងៃនេះខ្ញុំសូមលើកយកបង្ហាញពីសភៅមួយក្បាលដែលអ្នកទាំងអស់គ្នានឹងអានហើយប្រកាសជាមានអារម្មណ៍ថាអញ្ចឹងបានចំនួនខ្ញុំបរាជ័យអ្នកទាំងអស់គ្នាដែលមិនតន់ដួលអាចប្រកាសនិយាយថាអញ្ចឹងបានចំនួនខ្ញុំអត់ជោគជ័យហើយអ្នកទាំងអស់គ្នាដែលថាកំពុងតែធ្វើដែរវាថាទៅមុខសំហើយប្រកាសជានិយាយថាអញ្ចឹងបានចំនួនធ្វើចំនួនទៅធ្វើឲ្យខ្ញុំមានអារម្មណ៍ពិបាកចិត្តម៉េះ stress សម្ពាធខ្លាំងម៉េះព្រោះថាយើងឈប់ធ្វើការឲ្យគេយើងមករកស៊ីព្រោះយើងចង់គេចចេញពីសម្ពាធផ្លូវចិត្តចង់ធ្វើអ្វីដែលខ្លួនយើងចង់ធ្វើហើយទៅមួយទៀតគឺយើងចង់រកចំណូលបានដែលឯករាជ្យចំពោះខ្លួនឯងក្នុងនោះគឺខ្ញុំសូមណែនាំសភៅមួយក្បាលដែលនិយាយពីហេតុផលថាហេតុអីបានចំនួនរបស់យើងបរាជ័យរួចធ្វើយ៉ាងម៉េចដើម្បីឲ្យវាជោគជ័យទៅវិញគឺសភៅមួយក្បាលនេះដែលមានចំណងជើងថា The Image និពន្ធដោយជនជាតិអាមេរិកគាត់ទៅសេសភៅនៅឡើងគាត់និយាយពី business ហ្នឹងរ៉ាន់ពីទូចទៅធំរបៀបម៉េចដំណើរការរបៀបម៉េចហើយទៅវា fail របៀបម៉េចមនុស្សទទួល depress របៀបម៉េចគឺនៅក្នុងហ្នឹងបានរៀបរាប់បានច្បាស់ល្អបើសិនយកទៅអានទៅបានយល់ឥឡូវខ្ញុំនិយាយពីលក្ខណៈទ្រុសនៅក្នុងសភៅហើយទាំងអស់គ្នាបានដឹងថាតាមគណិតរបស់និពន្ធគាត់ចែកbusiness person ហ្នឹង businessman ហ្នឹងជាលក្ខណៈជា3ប្រភេទមាន entrepreneur manager ហើយនិង technician entrepreneur គាត់ចង់និយាយទៅដល់ប្រភេទបុគ្គលម្នាក់ដែលគិតទៅលើ vision ខ្លាំងមានន័យថាមនុស្សម្នាក់ហ្នឹងរស់នៅទៅនៅអនាគតកាលចូលចិត្តគិតទៅអនាគតថាអនាគតនឹងមានអ្វីនឹងអីកើតឡើងចូលចិត្តគិតអញ្ចឹងប៉ុន្តែមិនសូវចូលចិត្តធ្វើដោយផ្ទាល់ឯហើយក៏មិនចូលចិត្តគ្រប់គ្រងដោយផ្ទាល់ដែរគឺចូលចិត្តគិតសម័យរក idea អីដែលថ្មីហើយប្រភេទទី2ប្រភេទ manager គឺជាមនុស្សដែលចូលចិត្តរស់នៅអតីតកាលមានន័យថាចូលចិត្តប្រើបទពិសោធន៍ពីអតីតកាលសិក្សាឡើងវិញអញ្ចឹងទៅចូលចិត្តគ្រប់គ្រង lead ការងារហ្នឹងឲ្យ process គឺរលូនហ្មង manager ហើយនិង entrepreneur ក៏មិនសូវជាចុះសម្រុងដែរបើទៅព្រោះថា entrepreneur បង្កើតការងារឲ្យញ៉ៃ manager ជាអ្នករៀបចំឲ្យមានសណ្ដាប់ធ្នាប់ប្រភេទទី3គឺប្រភេទ technician គឺជាប្រភេទនោះចូលចិត្តរស់នៅបច្ចុប្បន្នកាលមានន័យថាចូលចិត្តធ្វើអត់ខ្វល់ពីរឿងអនាគតហើយក៏អត់ខ្វល់ពីអតីតកាលដែរដឹងតែធ្វើហើយមនុស្សប្រភេទហ្នឹងក៏អត់ចូលចិត្ត manager ក៏អត់ចូលចិត្ត entrepreneur ក៏អត់ចូលចិត្តមានអារម្មណ៍ថាប្រភេទពីរខាងលើហ្នឹងអញ្ញៃស្មុគស្មាញអញ្ចឹងបានថាក្នុងខ្លួនមនុស្សម្នាក់វាអាចមានធាតុទាំង3ហ្នឹងព្រមគ្នាឬក៏មានធាតុមួយណាដែលប៉ាកែជាងធាតុណាអញ្ចឹងណាឥឡូវដូច Steve Jobs អញ្ចឹងគាត់ entrepreneur គាត់ប៉ាកែ manager គាត់ក៏មិនសូវជាខ្លាំងណាស់ទេបាទគេដេញគាត់ចេញពីក្រុមហ៊ុនម្ដងណាហើយបើ technician ក៏គាត់ប៉ាកែដែរបើគាត់មិនដឹងចេះសរសេរកូដផងហ្នឹងប៉ុន្តែគាត់អាចធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំជាងគេទី1នៅក្នុងពិភពលោកហ្នឹងដើរយ៉ាងរលូនហើយល្បីល្បាញទៀតអាហ្នឹងលក្ខណៈគេហៅថា entrepreneur បើតាមក្នុងសភៅក៏គេនិយាយដែរហើយការពិតជាក់ស្ដែងខ្ញុំគិតទៅអ្នកទាំងនេះក៏ឃើញដូចគ្នាគេនិយាយថាអានេះគេនិយាយ business នៅអាមេរិកប៉ុន្តែខ្ញុំគិតថានៅកម្ពុជាក៏អត់ខុសគ្នាដែរក្នុងចំណោមក្រុមហ៊ុន 100% អញ្ចឹងបើកបានមួយឆ្នាំដំបូងមាន 95% ដែលដួលរលំសល់ 5% ហ្នឹងដំណើរការបានតែ5ឆ្នាំតទៅមុខទៀតដួល 95% ទៀតគឺ 5% នៅចុងក្រោយគេប្រផុតដែលអាចរស់រានមានជីវិតទៅមុខទៀតអាហ្នឹងជាបញ្ហារបស់ business ហើយទៅអ្នកធ្វើ business មួយចំនួនធំដែលអត់យល់ហ្នឹងមិនមែនគេហៅគាត់ប្រើពាក្យថាមិនមែនrun on business គឺ run in business គឺយើងទៅធ្វើ business មែនប៉ុន្តែយើងមិនមែនធ្វើ business គឺយើងដូចទៅធ្វើការអញ្ចឹងអាដែលជាដែរព្រោះទៅការងារច្រើនជាងមួយទៀតកាលយើងធ្វើការឲ្យគេយើងជាបុគ្គលិកម្នាក់យើងគ្រាន់តែថាធ្វើការពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រសៅរ៍អាទិត្យយើងអាចតំណេសម្រាប់ប៉ុន្តែពេលដែលយើង run business ទៅខ្លួនឯងហើយយើងអត់ចេះរៀបចំ system ឲ្យបានត្រឹមត្រូវយើងធ្វើពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យអត់មានពេលសម្រាប់ការពិតគឺអញ្ចឹងមែនហើយទៅជាការទៅអាចចំណេញតិចជាងការយើងធ្វើការទៀតព្រោះពេលយើង run ខ្លួនឯងពេលខ្លះមានខានមានអីអញ្ចឹងគាត់បរៀនពីលក្ខណៈបង្កើត system កាលណាមាន system មួយគឺមនុស្ស control ទៅលើ system គាត់បញ្យល់ទៅលើការ control ទៅលើ system process ក្រុមហ៊ុនមួយកាលណាតែ system វាដើរទៅចង់និយាយថាយកអ្នកណាដែលមិនចេះមិនមានសមត្ថភាពខ្ពស់រៀនដល់បញ្ញាបត្រដល់អនុបណ្ឌិតដល់បណ្ឌិតអីក៏ run បានដែរអាហ្នឹងគេហៅថា run ទៅលើ system អ្នកទាំងអស់គ្នាដែលឆ្ងល់ថាហេតុអីបានបើកហាងកាហ្វេដូចគ្នាហាងកាហ្វេមួយបើកទៅមនុស្សឡើងណែនមនុស្សគេនិយាយចំតែ success ដល់ពេលយើងឃើញគេបើកដាច់យើងទៅបើកហាងកាហ្វេទៅជាអត់ដាច់ដួលបរាជ័យដោយសារគេអាហ្នឹងមកពីអត់យល់ពី business ដូចនៅក្នុងសភៅហ្នឹងគាត់បញ្យល់ហ្នឹងយើងមិន run on business យើង run in business ធ្វើឲ្យ stress pressure ចំពោះខ្លួនឯងទៀតខ្វាយខ្វល់គ្រប់ចំណុច
ព្រោះយើងធ្វើហ្នឹងគឺយើងsợធ្វើខ្លួនឯងយើងអត់ចេះបង្កើត system អញ្ចឹងបានខ្ញុំសូមណែនាំថាបើសិនជាចង់បង្កើត business ខ្នាតតូចឬក៏កំពុងតែ run business មិនទាន់ success ឬក៏អាចថា success ក៏ដោយណាបើចង់យល់បន្ថែមទិញសៀវភៅនឹងមកក្បាលយកមកអានទៅมันជាក្រាស់ប្រហែលទេជាង200ទំព័រឯងអានយ៉ាងថាមួយអាទិត្យទៅចប់ហើយអានហើយយើងអាចយល់បានច្រើនកុំរបៀបថាកុំធ្វើទាំងបថុយបឋានដែលអត់យល់ថាស្អីគេជា business តែយើងធ្វើទៅដួលមិត្តភក្តិខ្ញុំម្នាក់ចឹងដែរណាគាត់អត់តន់យល់ business គាត់ឃើញគេធ្វើកើតចឹងទៅគាត់ចង់គាត់ធ្វើដែរទៅដល់ពេលសរុបទៅមានបានប៉ុន្មានទៅដួលទៅមានតាបើកសាលារៀនក៏មានអីក៏មានប៉ុន្តែខ្ញុំមិននិយាយចេញឈ្មោះកុំឲ្យខ្មាស់គេអាហ្នឹងតកតងការធ្វើ business ហ្នឹងឥឡូវអញ្ចឹងខ្ញុំគិតថាការនិយាយប៉ុណ្ណឹងបានហើយព្រោះថាខ្ញុំអត់ចង់និយាយច្រើនទេព្រោះវែងនៅក្នុង